បាទសូមជម្រាបសួរក៏ដូចជាសួស្តីដល់អ្នកនរគ្នាដែលសម្រាប់ការតាមដាននៅវីដេអូនៅក្នុង Channel Learning Techno របស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការប្រើប្រាស់ជាមួយនឹង Data Sort បាទតើយើងប្រើប្រាស់ Data Sort ដើម្បីធ្វើអីអ្នកនរគ្នាណាបាទមុននឹងយើងទៅយល់ពីរបៀបនៃការប្រើប្រាស់ឲ្យទៅដឹងអំពីអ្វីទៅជា Data Sort បាទ Data Sort គឺជាបញ្ជីមួយដែលយើងប្រើសម្រាប់ធ្វើការតម្រៀបទិន្នន័យអ្នកនរគ្នាបាទតម្រៀបទិន្នន័យទៅតាមលំដាប់ដែលយើងចង់បានអញ្ចឹងទៅបាទដូចជាលំដាប់នៃតួអក្សរឬក៏ជាលំដាប់នៃលេខឬក៏កាប់អាចឆាតអញ្ចឹងទៅបាទតើឥឡូវយើងទៅមើលពីរបៀបនៃការធ្វើឬក៏ការបង្កើតនៅ data sort ទាំងអស់គ្នាបាទអញ្ចឹងដើម្បីធ្វើការ sort data នៅក្នុង Excel អ្នកនរអាចធ្វើការ select ទៅលើតារាងណាមួយដែលចង់ធ្វើការបង្កើតមកឬក៏ចង់ធ្វើការ sort មកហើយទៅទៀតអ្នកនរទៅកាន់ tab មួយឈ្មោះថាdata មកហើយអ្នកនរចុចកន្លែងពាក្យថា data sort បាទហើយបន្តទៀតយើងធ្វើការជ្រើសរើសកន្លែងណាដែលយើងចង់ឲ្យសតតាមលំដាប់លេខរៀងឬក៏តាមលំដាប់អាក្ខរក្រមណាមួយហ្នឹងទៅបាទបន្តទៀតអ្នកចុចអូខេវានឹងធ្វើការសតឲ្យយើងទាំងគ្នាបាទតើឥឡូវយើងទៅមើលពីរបៀបនៃការអនុវត្តតាក់ទងទៅនឹងការប្រើប្រាស់នៅ data sort ទាំងអស់គ្នាបាទអញ្ចឹងដំបូងខ្ញុំបើកកម្មវិធី Excel មួយសិនមកបាទអញ្ចឹងខ្ញុំមានទិន្នន័យបែបនេះណាបាទអញ្ចឹងអ្នកនេះត្រូវមានទិន្នន័យដែរដើម្បីធ្វើការបង្កើតឬក៏ធ្វើការ sort នៅទិន្នន័យនឹងបានបាទអញ្ចឹងដំបូងគឺត្រូវការ select ទិន្នន័យរបស់យើងទាំងអស់បើសិនជាយើងអត់បាន select ទេអ្នកនាងណាដល់ពេលយើង sort ទៅវាអាច sort ទៅឈ្មោះអញ្ចឹងវាអត់ sort ភេទអត់ sort ថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតអីអញ្ចឹងទៅបាទអញ្ចឹងដើម្បីធ្វើការឲ្យវា sort មានភាពសុក្រិតគឺអ្នកធ្វើការ select ទាំងអស់ទូទៅបាទហើយតទៀតយើងធ្វើការចូលទៅកាន់ tab មួយឈ្មោះថា data ហើយតទៀតអ្នកនាងទៅរកមើលកន្លែងពាក្យថាបាទខ្ញុំកត់ exam មកបាទខ្ញុំទៅកន្លែងនេះបាទ sort បាទអញ្ចឹងវានឹងចេញទៅជាទម្រង់បែបហ្នឹងឬក៏នៅក្នុងកន្លែង home ក៏មានដូចគ្នាណាអ្នកនរយើងអាចទៅកន្លែង home មកយើងយកកន្លែង sort and filter មកយើងយកកន្លែង custom sort បាទដូចគ្នាតែមួយហ្នឹងមួយណាក៏បានណាបាទអញ្ចឹងយើងមើលតាក់ទងទៅនឹងការបង្ហាញរបស់ផ្ទាំងនៃ sort ហ្នឹងគឺយើងមាននៅក្នុងកន្លែងនេះគឺវាបង្ហាញអំពីកន្លែងដែលថាmy data has headers អញ្ចឹងមានថានៅពេលដែលយើងមាន header ហើយគឺយើង tick អានេះមកប៉ុន្តែបើសិនជាទិន្នន័យរបស់យើងអត់មានទេអ្នកនេះអាចដក tick វាចោលទៅអញ្ចឹងអ្វីដែលអ្នកនេះ sort នេះគឺវាអត់ចេញជាឈ្មោះឬក៏ភេទឲ្យយើងហៅហាយហ្នឹងទេគឺវាចេញជា column វិញបាទអញ្ចឹងនៅពេលដែលយើងចង់ sort នៅលើ column A គឺយើង sort ទៅលើកន្លែងអឺលេខរៀងទៅបើយើង sort នៅក្នុងកន្លែង column B យើង sort កន្លែងឈ្មោះអញ្ចឹងទៅប៉ុន្តែនៅពេលយើង sort នេះគឺcolumn header នៅក្នុងតារាងរបស់យើងវានឹងទៅជាមួយដែរអញ្ចឹងដើម្បីកុំឲ្យវាទៅជាមួយគឺអ្នកនេះត្រូវ tick កន្លែង my data has header អញ្ចឹងទៅអញ្ចឹងកាលណាពេលយើង tick មកគឺវាចេញជាទម្រង់នេះវិញតើយើងចង់ sort កន្លែងណាយើងចង់ sort កន្លែងលេខរៀងឈ្មោះភេទឬក៏ហោហាយអញ្ចឹងទៅបាទឧទាហរណ៍ថាឥឡូវខ្ញុំចង់ sort ទៅលើកន្លែងឈ្មោះអញ្ចឹងខ្ញុំរើសកន្លែងឈ្មោះមកបន្តទៀតឥឡូវនេះគេដាក់ថា sort cell value អញ្ចឹង cell value នេះអ្នកនាងដោយសារយើង sort ជាតម្លៃនេះ cell ទេអញ្ចឹងអ្នកនាងយើងយក cell មកហើយបន្តទៀត order នេះខ្ញុំយកពី A ទៅ Z អញ្ចឹងមានន័យថាវានឹងធ្វើការតម្រៀបទិន្នន័យឧទាហរណ៍ថាឈ្មោះហ្នឹងផ្ដើមដោយអក្សរ A វាដាក់លើឈ្មោះតាមដោយអក្សរ B វាដាក់បន្ទាប់ពីអក្សរ A អញ្ចឹងទៅបាទអញ្ចឹងចុចអូខេមកអញ្ចឹងវានឹងចេញទៅជាទម្រង់បែបហ្នឹងបាទនេះគឺជារបៀបនៃការ sort បាទឥឡូវឧទាហរណ៍ថាខ្ញុំ sort ទៅជាទម្រង់ដើមវិញអញ្ចឹងអ្នកនេះអាច sort លេខ1លេខ2ឬកន្លែង ID នេះក៏បានបាទយើងចូលទៅក្នុងកន្លែងនេះមកខ្ញុំយកកន្លែងពាក្យថានេះយកកន្លែងពាក្យ custom sort មកបាទអញ្ចឹងខ្ញុំយកកន្លែងលេខរៀងវិញបាទនៅពេលអ្នកនេះដូរឧទាហរណ៍ថាឥឡូវខ្ញុំយកជា name អញ្ចឹងកន្លែងនេះវានឹងចេញ A to Z ព្រោះដោយសារវាឃើញទិន្នន័យរបស់យើងជាតួអក្សរប៉ុន្តែបើសិនជាកន្លែងនេះខ្ញុំយកជា number វាចេញ small to large អញ្ចឹងទៅបាទមានន័យថាវាស្គាល់ថាកន្លែងនេះគឺជាតម្លៃលេខអញ្ចឹងទៅបាទអញ្ចឹងខ្ញុំចតជាមកខ្ញុំយកពី small ទៅ large មកបាទអូខេណាបាទខ្ញុំទៅអូខេមកវានឹងចេញទៅជាទម្រង់1 3វិញទៅបាទឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំចង់សតកន្លែងខេត្តអញ្ចឹងខ្ញុំចូលទៅក្នុងកន្លែងនេះមក custom sort ខ្ញុំដូរទៅកន្លែង address ខេត្តអូខេ address ណាបាទអញ្ចឹង A to Z ដូចគ្នាអូខេមកវានឹងចេញខេត្តណាដែលផ្ដើមដោយអក្សរមុនគេវាដាក់នៅលើអញ្ចឹងទៅនេះគឺជារបៀបនៃការប្រើប្រាស់នៅ data sort នៅក្នុងកម្មវិធី Microsoft Excel ជួបគ្នានៅវីដេអូបន្ទាប់សូមជួយចុច Subscribe និងបណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា